គេថាចង់បានល្អតើតែទិញរបស់ថ្លៃតម្លៃធ្វើថ្លៃប្រើមិនកើតគុណភាពអន់បានចេះមួយចេះពីរតើការគិតនេះបងប្អូនអរគ្នាបើគិតថាវាត្រឹមត្រូវដែរទេតាមពិតទៅបងប្អូនអរគ្នាបាទរបស់ដែលមានតម្លៃធូរថ្លៃមិនប្រកាសថាអន់បាទប្រើប្រាស់មិនកើតនោះទេវាអាស្រ័យទៅលើការយល់ក៏ដូចជាតម្រូវការរបស់យើងថាយើងចង់បានអីគេដូចនាឡិកាដៃមួយនេះអញ្ចឹងតម្លៃវាគឺ$55ហើយនាឡិកាដៃមួយនេះតម្លៃវាគឺ$249បើយើងមើលពីតម្លៃគឺខុសគ្នាច្រើនមែនតើបាទប៉ុន្តែតកតងជាមួយនឹងមុខងារគឺវាមិនលើសគ្នាប្រហែលទេបាទលើសគ្នាអីបន្តិចតួចទេហើយសម្រាប់បាទភាពធន់នៅក្នុងការប្រើប្រាស់វាបាទគឺមិនខុសគ្នាប្រហែលដែរខ្ញុំបានធ្វើតេស្តរួចហើយអញ្ចឹងវាអាស្រ័យទៅលើបងប្អូនទេបាទបើយើងចង់បានរបស់ brand បាទគឺវាត្រូវតែថ្លៃអញ្ចឹងហើយដោយសារតែបាទការ build brand ការធ្វើបាទរបស់គេគឺគេព្យាយាមចំណាយលុយច្រើនអត់មានហេតុផលអីដែលគេអាចលក់តម្លៃថោកបានទេបាទហើយគេក៏មិនអាចលក់តម្លៃល្មមបានដែរព្រោះគេចំណាយច្រើនតែបើសិនជាក្រុមហ៊ុន brand គេលក់នៅក្នុងតម្លៃធូរអានឹងទើបជារឿងដែលគួរឲ្យចម្លែកហើយបើយើងនិយាយពីអតិថិជនគោលដៅរបស់គេគឺទាល់តែអ្នកមានលុយច្រើនដូចគ្នារីឯរបស់ដែលមានតម្លៃធូរថ្លៃវិញគឺគេផ្ដោតទៅលើបាទគុណភាពបាទធ្វើយ៉ាងម៉េចឲ្យតម្លៃនឹងសមរម្យអតិថិជនគេគឺបាទល្មមយកទៅប្រើប្រាស់ហើយបើយើងនិយាយអំពីអតិថិជនគោលដៅរបស់គេគឺអ្នកដែលមានកម្រិតមធ្យមល្មមឧទាហរណ៍មួយទៀតបើសិនជាបងប្អូនចង់បានម៉ូតូ Honda Dream បាទស៊េរីឆ្នាំ2025ហើយនិង Honda Dream ស៊េរីឆ្នាំ2024បាទបើយើងមើលទៅគឺវាខុសគ្នាតែតែខុសប៉ុន្តែបើយើងនិយាយអំពីតម្លៃគឺខុសគ្នាច្រើនគួរសមដែររឿងនេះគួរឲ្យចាប់អារម្មណ៍ជាងនេះម៉ូតូ Honda Dream ស៊េរីឆ្នាំ2024បាទយើងអាចប្រើ10-20ឆ្នាំអស់ចុះដែរនៅតែអាចយកមកអស់អាទេសបានទៀតបាទឲ្យតែយើងប្រើប្រាស់ហ្នឹងចេះថែពេលខ្លះបានយូរជាងស៊េរីឆ្នាំ2025ផងឲ្យតែយើងចេះផ្លាស់ប្ដូរប្រេងម៉ាស៊ីនឲ្យបានទៀងទាត់ណាផ្លាស់ប្ដូរសំបកកង់ឲ្យបានស្អាតចេះប្ដូរហ្វ្រាំងឲ្យបានស្អាតអាចនឹងប្រើប្រាស់បានយូរជាងស៊េរីឆ្នាំ2025ទៀតសួរថាការជិះនឹងខុសគ្នាកន្លែងណាក៏ប៉ុន្តែតម្លៃគឺខុសគ្នាច្រើនអញ្ចឹងវាជាជំរើសរបស់យើងតខ្លួនទេយើងចង់បានបែបណាយើងអាចជ្រើសបែបហ្នឹងទៅបាទព្រោះជាការស្រឡាញ់របស់យើង